គ្រូទឿននិងក្រុមការងារផលិតមាតិកាបានចូលខ្លួនបំភ្លឺលើការផលិតមាតិកាដែលនាំឲ្យមានការប្រតិកម្មនិងទទួលយកការអប់រំតម្រង់ទិសពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទឯកឧត្តមផុសសវណ្ណអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទនៃក្រសួងព័ត៌មានកាលពីថ្ងៃច័ន្ទទី3ខែសីហាឆ្នាំ2026បានជួបជាមួយគ្រូទឿនិងក្រុមការងារផលិតមាតិកាអប់រំណែនាំនិងកែសម្រួលពួកគេពាក់ព័ន្ធប្រើបដិរូបកាកប័ត្រក្រហមមិនត្រឹមត្រូវព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាពិសេសជំនួបនោះម្ចាស់ពេកនិងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុសនិងព្រមព្រៀងអនុវត្តតាមវិធានការមួយចំនួនដែលបានណែនាំក្នុងឱកាសនោះឯកឧត្តមផុសសវណ្ណរំលឹកនិងអំពាវនាវដល់អ្នកផលិតមាតិកាឬ content creator ទាំងអស់សូមលើកកម្ពស់ការទទួលខុសត្រូវការគោរពច្បាប់វប្បធម៌និងតម្លៃស្ត្រីខ្មែរក្នុងការបង្កើតស្នាដៃថ្មីៗសម្រាប់សង្គម